វគ្គទី6យើងធ្វើបានប៉ុណ្ណេះបាទធ្វើប្អូនជាទ្វាបានប៉ុណ្ណេះឥឡូវយើងចូលមកវគ្គទី7ទៀតបាទវគ្គទី2យើងនឹងធ្វើមេរៀនយើងតទៀតបាទកុំឲ្យខាត់ពេលយូរយើងចូលទៅមេរៀនយើងទាំងអស់គ្នាបាទជំនួសយើង select លើនេះមកហើយគេអក្សរ command អក្សរ M ដើម្បី copy ចេញចុចត្រង់ចំណុចហ្នឹងហើយអូសចេញយើងចុចអក្សរនៅលើ keyboard ខាងឆ្វេងយើង option អានេះយើងធ្វើនៅលើ MacBook បងប្អូន MacBook វាដាក់អក្សរ option ហើយយើងផ្ដាច់ command មកយើងចុច ST បីគូផ្ទាត់យើងដាក់60មក60 cm ទៅបាទហើយបន្តមកទៀតយើង space មកផ្ដាច់ command មកយើង select លើផ្ទៃខាងក្រោមនេះហើយយើងចុច M ចុចត្រង់ចំណុចនេះហើយលើកឡើងបាទបន្តមកចុចអក្សរ command ដើម្បីលុបបន្ទាន់នេះចេញអក្សរ E បាទអក្សរ E លុបនេះចេញជាងបានប៉ុណ្្នឹងហើយយើងចុច space មកដើម្បីផ្ដាច់ command យើងចុច select លើនេះមកហើយយើងចុចអក្សរ shift ចុច shift បញ្ចុះបងប្អូនចុច shift បន្ទាប់មកយើងចុចអក្សរ command អក្សរ M ហើយយើងចុចត្រង់ចំណុចនេះមកយើងអស់មកមុខហើយយើងចុចអក្សរ option ទៀតមកដើម្បីផ្ដាច់កុំឲ្យវាអស់មកជាប់ញញហើយយើងដាក់មុខមកដល់យើងដាក់ត្រង់នេះចុះយើងបានប៉ុណ្ណឹងយើងសរ space មកដើម្បីផ្ដាច់ command បន្ទាប់មកយើងដាក់កម្រាស់យើង command អក្សរ P មកយើងដាក់កម្រាស់វា3ហ៊ុនមកតមក command អក្សរ F ដើម្បី option វាយើងចានេះ10មកទឹកមកនេះយើងដាក់មកក្នុងហ៊ុនដែរមកហើយផ្ទៃខាងក្រោយវាក៏យើង offset មកទឹកដូចគ្នាហើយនេះយើងមកហ៊ុនដូចគ្នាបាទចាក់កម្រាស់ហើយដាក់វាហើយយើងអក្សរ P អក្សរ P យើង comment អក្សរ P ដើម្បីអូសអានេះចូលបងប្អូនអូអានេះធ្វើមានកលៈរួចទ្វាយើងធ្វើទៅវាតែងតែមានកលៈណា mode ទេណា mode អញ្ចឹងណាដល់នេះឲ្យ 0.5 ក្រោយយើងក៏ mode 0.5 ដែរយើងអូសចូលក្នុងបងប្អូន 0.5 មកហើយយើងបានស្លឹកទ្វាស្លឹកទ្វាអញ្ចឹងយើងទៅដល់ហើយឥឡូវយើងចាក់ពណ៌នៅគ្នាយើងចុះអក្សរ boot មកដើម្បីរឹងឈើយើងរើសណាគាត់ឲ្យបងប្អូនស្រាញឈើយើងមានប្រមាណពណ៌យើងដាក់នេះមកពណ៌នេះបាទចាក់ពណ៌វាមកទៅមុខក្រោយខាងឲ្យមកស្អាតដល់បាទអូយស្អាតរួមដូចឈើយើងពិតបងប្អូនគាត់ថាយើងអាចមើលទៅស្តៀងអញ្ចឹងណាតោះមានផ្ដាច់ comment space ផ្ដាច់ comment ជើងមេគ្រប់វាចុចមើលខាងស្ដាំមកចុចដើម្បីយើងមេគ្រប់វាអានេះយើងដូចគ្នាដែរយើងនេះមកយើង observe វាយើងសេចអក្សរ F មក60មួយហ៊ុនមកនេះក៏ដូចគ្នាដែរមួយហ៊ុនដូចគ្នាដល់យើងដាក់កម្រាស់ក្រុមទ្វាអក្សរ P comment អក្សរ P យើងអស់2ហ៊ុនអានេះក៏យើង3ហ៊ុនដូចគ្នាដែរតមកយើងដាក់កញ្ចក់ឲ្យយើងអស់មុខតិចមកដាក់មួយហ៊ុនមកកញ្ចក់អានេះក៏ដូចគ្នាដែរអស់មកមុខមួយហ៊ុនបាទហើយយើងប៉ុណ្ណេះយើងបានប៉ុណ្ណេះហើយយើងលុបនេះចោលលុបផ្ទាំងដើម្បីយើងអស់ចូលអញ្ចឹងណាយើង select លើវាមកលេខលុបចោលបាទឡោះយើងដាក់កញ្ចក់ហើយដាក់អូយើងទាញអូតិចវាយើងចូលអញ្ចឹងយើងលុបចោលអស់បាទនេះយើង comment អក្សរ E លុបបាទហើយយើងចាក់កម្រាស់វាមកអានេះយើងសរ P មក comment អក្សរ P យើងដាក់15ទឹកកន្លះអានេះក៏ដូចគ្នាដែរយើងដាក់មកទឹកកន្លះ15 cm ទឹកកន្លះនេះក៏15ដែរតោះយើងមកចាក់ពណ៌ទៅយើងដាក់ពណ៌វាបន្តិចទៅដាក់ពណ៌រៀងបងប្អូនដាក់ពណ៌អីក៏បានដែរបងប្អូនស្រឡាញ់អញ្ចឹងសម្រាប់ខ្ញុំដាក់រៀងពណ៌រៀងកម្ៅតិចមួយពីយើងហើយដាក់ពណ៌នេះរៀងកម្ៅតិចមកបាទអានេះក៏យើងដាក់រៀងកម្ៅដែរហើយយើងដាក់កញ្ចក់របស់យើងទៀតខ្យល់នេះយើងជ្រើសរើសកញ្ចក់យើង class and mirror មកយើងដាក់កញ្ចក់មកយើងដាក់រៀងកម្ៅនេះមកបាទដាក់នៅរៀងឆ្លុះហើយរៀងថ្លាមើលឃើញដល់យើងបង្កើត micro វា space ផ្ដាច់ comment មក select វា
ស្ដាំមេគ្រប់មកអានេះក៏ដូចគ្នាដែរមេគ្រប់មកអានេះក៏ដូចគ្នាដែរយើងសម្រេចវាទាំងអស់ចឹងមកស្ដាំមេគ្រប់នេះក៏ដូចគ្នាដែរដើម្បីយើងចាប់ទៅវាងាយស្រួលបងប្អូនយើងពេលយើងចាប់អុសតាណាវាបានទាំងអស់ចឹងយើងកើតទៅគ្រប់វាបាទយើងរីរាល់ហើយឥឡូវយើងចាប់ស្លឹកវាចូលយើងចុចលើវាមកឲ្យសអមមួយចុចត្រង់ចំណុចមួយចាប់ដាក់ឲ្យស្មើត្រង់នេះបាទនេះក៏ដូចគ្នាដែរយើងប្រើ comment សិនមក select លើវាមកសអមមកឃើញបងប្អូនយើងបានទាំងអស់ចឹងចុចមកយើងអស់ដាក់ចំនេះមកអអសឲ្យ option មកដើម្បី copy តយើងយកមកខាងនេះមួយទៀតដាក់ចំនេះបាទហើយបន្ទាប់មកអានេះយើងផ្ដាច់ comment space ផ្ដាច់ឲ្យ comment បងប្អូនចុចសអមមកចង់ចំណុចនេះមកយើងចុចអក្សរអមមកចាប់ត្រង់ចំណុចនេះមកហើយអូសចូលបាទចុចមួយមកយើងចុចអក្សរ option មួយទៀតមកចុចត្រង់ចំណុចនេះមកអូសវាមកនេះមួយទៀតមកបងប្អូនបាទឥឡូវយើងបានហើយបងប្អូនសាច់ទ្វាររបស់យើងសាច់ទ្វារនឹងបង្អួចរបស់យើងបងប្អូនមានខ្ចក់មានអីចឹងណាយើងសើស្អាតឬថាយើងអាចទទួលយកបានចឹងណាវាមើលទៅវាគួរសមអីចឹងដែរហើយនៅវគ្គទី7យើងមានតែប៉ុណ្្នឹងទេហើយនៅវគ្គទី8ទៀតយើងនឹងធ្វើតនេះបាទយើងដាក់កញ្ចក់គូកញ្ចក់អីដាក់ប្លោះខាងលើនេះយើងដាក់ខាងលើប្លោះទូខាងលើនេះហើយវគ្គទី7របស់យើងមានតែប៉ុណ្្នឹងទេបាទយើងធ្វើបានស្លឹកវាហើយកញ្ចក់បាទហើយមេរៀនយើងមានប៉ុណ្្នឹងទេអរគុណច្រើនបាទជួបគ្នានៅវគ្គបន្ទាប់ទៀតអរគុណ